សូមស្វាគមន៍មកកាន់រឿងព្រេងនិទានដ៏រន្ធត់និងល្បីល្បាញបំផុតនៅប្រទេសជប៉ុនរឿងរ៉ាវនេះបានធ្វើឲ្យកុមារនិងយុវជនជាច្រើនមិនហ៊ានដើរលេងចេញពីផ្ទះតែម្នាក់ឯងនៅពេលយប់ឡើយនោះគឺរឿងរ៉ាវរបស់ Kuchisake Onna ឬខ្មោចស្រីរយះមាត់សូមអធិស្ឋានផងប្រសិនបើ admin ហៅឈ្មោះខព្រោះ admin មិនចេះជប៉ុនទេរឿងរ៉ាវនេះបានចាប់ផ្ដើមឡើងកាលពីរាប់រយឆ្នាំមុនក្នុងសម័យបុរាណនៃប្រទេសជប៉ុនកាលនោះមានស្ត្រីម្នាក់មានរូបសម្រស់ស្រស់ស្អាតដាច់គេក្នុងភូមិនាងមានសក់វែងខ្មៅរលោងភ្នែកមុតថ្លានិងមានបុរសជាច្រើនតាមស្រឡាញ់ក្រោយមកនាងបានរៀបការជាមួយអ្នកចម្បាំងសាមូរ៉ៃដ៏មានអំណាចម្នាក់ប៉ុន្តែដោយសារតែនាងដឹងថាខ្លួនឯងស្អាតនាងក៏ចាប់ផ្ដើមមានចិត្តអួតអាងនិងលួចក្បត់ចិត្តស្វាមីមានទំនាក់ទំនងលួចលាក់ជាមួយប្រុសផ្សេងទៀតមិនយូរប៉ុន្មានរឿងនេះបានដឹងទៅដល់ត្រចៀករបស់ប្តីនាងដោយសារតែកំហឹងជើងខ្លាំងនឹងការប្រច័ណ្ឌដ៏ងងឹតងងល់សាមូរ៉ៃជាប្តីបានទាញដាវដ៏មុតស្រួចមកចាក់សង្កត់នាងទៅនឹងដីគាត់មិនបានសម្លាប់នាងភ្លាមនោះទេប៉ុន្តែគាត់បានប្រើចុងដាវដ៏ត្រជាក់ស្រេបចាក់ទម្លុះមាត់របស់នាងរួចអូសវះថ្គាមទាំងសងខាងរហែករហូតទៅដល់ស្លឹកត្រចៀកសំឡេងស្រែកយំយ៉ាងឈឺចាប់របស់នាងលាន់ឮពេញផ្ទះឈាមក្រហមច្រាលហូរស្រោចពេញផ្ទៃមុខដ៏ស្រស់ស្អាតបាតនោះស្វាមីរបស់នាងសម្លឹងមើលទៅទាំងទឹកមុខសាហាវខូខើរួចស្រែកកំហប់សួរនាងថាតើពីពេលនេះទៅអ្នកណាហ៊ានពោលពាក្យថានឹងស្អាតទៀតទេកន្លែងនេះ admin សូមអធិស្ឋានផងដោយសារ admin គឺមិនចេះបញ្ចូលសំឡេងបែបស្រែកទេបន្ទាប់ពីការស្លាប់ទាំងក្តីឈឺចាប់និងសេចក្តីអាម៉ាស់វិញ្ញាណរបស់នាងមិនអាចទៅចាប់ជាតិបានឡើយសេចក្តីស្រឡាញ់ចំពោះសម្រស់បានប្រែពោពេញទៅដោយសេចក្តីស្អប់និងគំនុំសងសឹកវិញ្ញាណរបស់នាងបានក្លាយទៅជាបិសាចដើរលោកមិនណាចមនុស្សលោកបន្ទាប់មករឿងរ៉ាវរបស់នាងបានស្ងប់ស្ងាត់ជាច្រើនរយឆ្នាំរហូតដល់អំឡុងឆ្នាំ1979ស្រាប់តែមានពាក្យចចាមអារ៉ាដ៏គួរឲ្យខ្លាចមួយបានផ្ទុះពេញប្រទេសជប៉ុនមនុស្សម្នាបាននិយាយតគ្នាថានៅពេលយប់ងងឹតស្ងាត់តាមច្រកđườngហែមងងឹតឬចិត្តបង្គោលភ្លើងដើរគេជឿថានឹងមានស្ត្រីម្នាក់សក់វែងរហូតដល់ចង្កេះស្លៀកអាវធំវែងក្រាស់ពាក់ម៉ាស់អនាម័យពណ៌សបិទបាំងមុខដើរតម្រង់មករកអ្នកដោយដើរតែម្នាក់ឯងនៅពេលដែលនាងដើរមកដល់ចំពីមុខជនរងគ្រោះនាងនឹងឈប់រួចសម្លឹងមើលក្តោយក្រសែភ្នែកដ៏ត្រជាក់ស្រេបរួចសួរពាក្យមួយឃ្លាថាកន្លែងនេះដោយសារតែ admin មិនមានសម្លេងរបស់នាងទេអញ្ចឹង admin គឺបញ្ចូលសម្លេងរបស់ខ្លួនឯងសង្ឃឹមថាពុកម៉ែបងប្អូនអធិស្ឋានផងប៉ុន្តែប្រសិនបើជនរងគ្រោះឆ្លើយដើម្បីយកចិត្តនាងថាបាទឬក៏ចាស់ស្អាតតានាងនឹងឈរស្ងៀមមួយសន្ទុះរួចលើកដៃយឺតដកម៉ាស់អនាម័យនោះចេញអ្វីដែលនៅពីក្រោយម៉ាស់នោះគឺកំអែលឈាមនិងមាត់ដែលរហែកចំហធំដល់ត្រចៀកឃើញទាំងថ្មិញនិងអណ្ដាតក្រហមឆ្អៅនាងនឹងញញឹមយ៉ាងគួរឲ្យរន្ធត់រួចសួរសំណួរជាលើកទី2ក្នុងសំឡេងស្អកថាបែកនេះវិញតើនៅតែស្អាតទេនៅត្រង់ចំណុចនេះទោះបីអ្នកបដូរចិត្តឆ្លើយថាមិនស្អាតក៏នាងនឹងកាត់ខ្លួនអ្នកជាពីរដុំដែរហើយប្រសិនបើអ្នកនៅតែឆ្លើយថាស្អាតនាងនឹងយកកន្ត្រៃមកកាត់ត្រចៀកនិងមាត់របស់អ្នកឲ្យរហែកដល់ត្រចៀកដូចជារូបរាងរបស់នាងដែរដើម្បីឲ្យអ្នកមានសម្រស់ស្អាតដូចជានាងយោងតាមរឿងរ៉ាវតគ្នាប្រសិនបើអ្នកចៃដន្យជួបនាងគឺស្ទើរតែគ្មានផ្លូវរួចឡើយព្រោះនាងមានល្បឿនលឿនដូចខ្មោចឡងប៉ុន្តែនៅមានល្បិចមួយចំនួនដែលអាចទិញពេលវេលាដើម្បីរត់ដូចជាការឆ្លើយកណ្ដាលពេលនាងសួរអ្នកជាលើកទី2សូមឆ្លើយថាធម្មតាតាឬគ្រាន់បើតាចម្លើយបែបនេះនឹងធ្វើឲ្យវិញ្ញាណរបស់នាងវង្វេងវង្វាន់និងស្រឡាំងកាំងមួយសន្ទុះដែលជាឱកាសល្អបំផុតឲ្យអ្នកបត់ជើងរត់ចេញពីទីនោះឲ្យលឿនបំផុតទី2គឺបោះស្ករគ្រាប់ឬផ្លែឈើឲ្យនាងគេនិយាយថានាងចូលចិត្តញ៉ាំស្ករគ្រាប់មួយយ៉ាងឈ្មោះបាយគោអេមេខ្លាំងណាស់ admin សូមអធិស្ឋានផងប្រសិនបើ admin ហៅឈ្មោះស្ករគ្រាប់ខុសតមកទៀតប្រសិនបើអ្នកបោះស្ករគ្រាប់នោះទៅលើដីនាងនឹងភ្លេចខ្លួនរវល់ទៅរើសស្ករគ្រាប់នោះទី3នោះគឺនិយាយពាក្យថា pomade និយាយពាក្យនេះចំនួន3ដងព្រោះពាក្យនេះគឺជាពាក្យទម្លេមន្តអាគមរបស់នាងវានឹងធ្វើឲ្យនាងភ័យខ្លាចនិងថយក្រោយ
ព្រោះនាងស្អប់ក្លិនចេះលាបសក់របស់បុរសដែលជាប្តីរបស់នាងរឿងរ៉ាវរបស់គូឈីសាកេអនណានៅតែជារឿងព្រេងនិទានដែលបង្រៀនក្មេងៗកុំឲ្យដើរលេងយប់អាធ្រាត្រនិងដាស់តឿនចិត្តមនុស្សកុំឲ្យលងស្រឡាញ់តែសម្រស់ខាងក្រៅរហូតភ្លេចគុណធម៌ចិត្តប្រសិនបើបងប្អូនដើរយប់ងងឹតតែម្នាក់ឯងហើយឮសំឡេងសួរពីក្រោយខ្នងថាតើខ្ញុំស្អាតទេសូមបងប្អូនប្រយ័ត្នខ្លួនឯងមែនតើណាជាចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកតាលោកយាយអ៊ំពូមីងនិងទស្សនិកជនទាំងអស់គ្នាសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អបបររុងរឿងនិងជោគជ័យគ្រប់ភារកិច្ចការងារសូមអរគុណនិងសូមជម្រាបលា